អត្ថន័យនៃខ្សែកមាសក្នុងសុបិនមាសគឺជាធាតុលោហៈដ៏មានតម្លៃខ្ពស់ដូច្នេះវាត្រូវបានប្រើជាសម្ភារៈសន្សំទ្រព្យជាប់ខ្លួនផងដែរការរក្សាទុកមាសមានប្រជាប្រិយភាពណាស់នៅក្នុងស្រុកយើងនេះពិសេសសម្រាប់ធ្វើគ្រឿងអលង្ការធ្វើពីមាសមានភាពទាន់សម័យក្នុងចំណោមប្រជាជនសឹងគ្រប់ជំនាន់តើមានអត្ថន័យយ៉ាងណាប្រសិនបើសុបិនពាក់ខ្សែកមាសខ្សែកមាសនៅក្នុងសុបិនអាចជាសញ្ញាល្អឬជាសញ្ញាអាក្រក់ដែលអាស្រ័យលើលក្ខខណ្ឌឬអារម្មណ៍សប្បាយឬទុក្ខដែលកើតឡើងក្នុងដំណេកពេលនោះទោះយ៉ាងណាក៏ដោយអ្នកត្រូវពិចារណាថានៅពេលដែលសុបិនកំពុងពាក់ខ្សែកមាសជាសុបិនល្អគ្រាន់តែឃើញវាពីចម្ងាយមិនមែនបានពាក់ជាសុបិនមិនល្អឃើញខ្លួនឯងមានពាក់ខ្សែកអំពីផ្លាទីនឬមាសជាសញ្ញាល្អប្រាប់មុនថាជីវិតនឹងទទួលបានដៃគូដែលមានសេចក្តីថ្លៃថ្នូរនិងចិត្តល្អនៅពេលសុបិនគ្រាន់តែប្រទះឃើញខ្សែកមាសហើយមិនបានមកជាកម្មសិទ្ធិគឺជាសញ្ញានឹងជួបប្រទះនៅបរាជ័យនៅក្នុងអាជីវកម្មការខកចិត្តខាតបង់នៅពេលសុបិនបានទទួលខ្សែកមាសជាកាដូជាសញ្ញាល្អណាស់នឹងរកឃើញមនុស្សស្មោះត្រង់នៅក្នុងទំនាក់ទំនងឬការងាររីកចម្រើនហួសស្មានជាទូទៅក្តីសុបិនពាក់ខ្សែកមាសគឺជាសញ្ញាល្អនៅក្នុងស្នេហាទោះជាយ៉ាងណាបើខ្សែកមាសដែលអ្នកកំពុងពាក់គ្រាន់តែជាខ្សែកคล้ายៗនិងមានរឿងបង្កើតអារម្មណ៍សោកសៅក្តីសុបិននេះអាចបង្ហាញពីការក្បត់មួយនៅក្នុងទំនាក់ទំនង